cái đây miền video mùi bẹp bòn cho mình cả đạn background bập bột vào dưới ở tư chi bập bột đại miền rủ riêng xí tự tạm cả trong bàn vào dưới nhé bây giờ những cách tha dương thưa bập bột là cả cõi bài chỉ cua tại mơ tờ lơ rụp hiệp muối trong bàn tùm rung bập bột bài đi cắt chỗ hay đạn nơi background bập bột là cả cõi đi dân cần trong ố bài chỉ cách ta cô ta para là số thú một thưa cả cắt nơi tây cả cõi bập bột đi đam bây dương thưa cả ô rụp hiệp muối điចូលមកកាន់រូបភាពទម្រង់ដើមមួយនេះអាហ្នឹងយើងធ្វើបែបនេះវាមិនត្រឹមតែមិនស្អាតទេថែមទាំងមិនល្អមើលទៀតវាចេញមកដូចកវីកបកណាមើលទៅអត់ទៅស្អាតប៉ុន្មានទៀតណាអូខេទៅធ្វើរបៀបម៉េចបានយើងអាចកាត់ដាក់ពពកបែបនេះនៅពីក្រោយ background ដែលយើងចង់បានមួយនឹងបានណាឬក៏ខ្ញុំគិតថាគួរតែប្រើHealing Brush Tool បើខ្ញុំคลิกទៅលើទីនេះពោមកចុចចុចនៅទីនេះរួចខ្ញុំធ្វើការទៅដោះណាខ្ញុំធ្វើការទៅដោះbackground ផ្ទៃពពកនៅខាងក្រោយនេះយកទៅតាមគំរូរូបភាពមិនណាយើងមើលទៅដូចជាមិនស្អាតទេមែនទេចុះធ្វើរបៀបម៉េចបានយើងអាចបានផ្ទៃពពក background ខាងក្រោយនឹងបានណាចឹងខ្ញុំចង់ឲ្យគ្នាយើងគួរតែចឹងដំបូងគ្នាយើងគួរចូលទៅកាន់ edit យកពាក្យថា style replacement នៅទីនេះវាមាន style ប្រភេទជាច្រើនវារៀបដើរយើងតិចអូខេខ្ញុំអូវាមកគៀននេះតិចនៅទីនេះយើងមើលឃើញកន្លែងពាក្យថា style ណាវាមានប្រភេទទម្រង់ជាច្រើនណាបងឯងចង់បានបែបនេះណាឬក៏ចង់បានបែបនេះឬក៏ចង់បានប្រភេទបែបនេះឬក៏ចង់បានប្រភេទបែបពណ៌ផ្ទៃនេះក៏បានដែរណាបើយើងមើលឃើញថានៅកន្លែង style replacement គឺវាមានប្រភេទទម្រង់ពពកជាច្រើនណាដែលអាចឲ្យយើងធ្វើការរើសហើយនៅពេលដែលរើសវានឹងធ្វើការកាត់ background ហ្នឹងដោយអូតូផ្ទាល់តែម្ដងហើយវាស្អាតទៀតណាខ្ញុំមើលទៅគឺពេញចិត្តជាមួយនឹងការកាត់របស់ផ្ទៃ background ពពកខាងក្រោយនេះមើលទៅគឺស្អាតខ្ញុំអាចទទួលយកបានគឺយើងអាចដាក់ Intenu ណាបាទឬក៏ខ្ញុំអាចរើសទៅជាពពកប្រភេទបែបនេះណាបាទក៏បានដែរណាហើយមើលទៅវារៀងស័ក្តិសមសម្រាប់វាសាច់ណាមើលទៅវាស្អាតបើសិនគ្នាយើងគាត់ស្រឡាញ់ប្រភេទបែបណាគ្នាយើងយកតាមហ្នឹងមកចាំបើសួរថាចុះឥឡូវយើងអស់ពពកប៉ុណ្ណឹងហើយយើងគួរតែ import បន្ថែមបញ្ចូលបានអត់គឺបាទណាយើងអាចចុចប៊ូតុងសញ្ញាបូកនេះមកណាដែលឲ្យដាក់ឈ្មោះថា import sketch from iMac យើងចុចនេះទីខ្ញុំចូលទៅកាន់ picture រួចខ្ញុំយកពាក្យថា view ខ្ញុំសូមជ្រើសរើសនៅប្រភេទពពកបែបនេះចុះណាហើយខ្ញុំធ្វើការ double click ទៅលើរូបភាពនឹងមកអូខេនេះវាធ្លាក់មកហើយណាដោយសារតែខ្ញុំធ្លាប់រើសនៅប្រភេទទម្រង់បែបនេះវានឹងធ្វើការធ្លាក់មកជាលើកទី2មកហើយណានេះខ្ញុំ click ទៅលើនឹងមកអូខេអញ្ចឹងវានឹងបានប្រភេទទម្រង់ពពកបែបហ្នឹងណាហើយនេះអាចលុបវាចេញបាទឥឡូវខ្ញុំឆ្លាញ់ពពកបែបនេះណាហើយគ្នាយើងយកមួយណាយកទៅខ្ញុំសម្រើសនៅប្រភេទបែបនេះតែពណ៌ជាមួយនឹង sketch edit ដែលថាអានខនត្រូវកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងការដាក់ឲ្យវារៀងមើលទៅ blur តិចទៅណាបាទកេមវាហ្នឹងរៀងដិតតិចទៅណាឬក៏យើងរៀងបន្ថយតិចមកណាបាទនេះអាស្រ័យទៅលើការមើលរបស់គ្នាយើងណាមើលទៅខាងមកមុំយើងអាចយកតាមនេះមក fade គឺយើងដាក់អីគេដាក់អាកេមគៀនហ្នឹងឲ្យវាដូចជាមួយនៅខាងលើដែរទេណាស្រៀងគ្នាទេណាដាក់រៀងមើលឃើញមេឃ
ជះតិចមកឬក៏អត់ទៅតាមហ្នឹងទៅណាអានេះក៏ជាសិទ្ធិដែលយើងគួរតែសេរីវាបឡើងពលឺបន្ថយពលឺអីតិចតួចในការដាក់ពពកជាពណ៌បែបលក្ខណៈឲ្យយើងមើលទៅឃើញថាយើងចង់បានណាបាទ Sky adjustment គឺយើងមានការបន្ថែមពលឺ brightness គឺបន្ថែមពលឺនិយាយមើលទៅខ្ញុំគិតថាគួរតែដាក់ប៉ុណ្នេះចុះឬក៏ខ្ញុំដាក់ប៉ុណ្នេះក៏បានដែរសម្រាប់ share គឺពាក់ព័ន្ធជាមួយនឹងការដាក់ពណ៌ផ្ទៃពពកណាដែលយើងអាចដាក់ជារាង Q តិចទៅក៏ Q ខ្លាំងជាងនឹងក៏បានដែរឬក៏ពណ៌ព្រះអាទិត្យណាពណ៌លឿងបែបពណ៌លឿងស្រាលបាទគ្នាយើងមើលទៅណាខ្ញុំគិតថាខ្ញុំគួរយកប៉ុណ្នេះគឺហ្មងអី scale គឺយើងនិយាយអំពីទំហំដែលយើងដាក់ណា background មួយហ្នឹងចូលជាមួយនឹងផ្ទៃរូបភាពរបស់យើងហ្នឹងចាបើសិនជាខ្ញុំយកវា125វាធំពេកបើខ្ញុំយកវាត្រឹម61អញ្ចឹងវានឹងធ្វើការព្រមតិចទៅវិញអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់100ចាដើម្បីយើងមើលទៅប៉ិនមកខ្ញុំចុច enter បាទដោយសារតែ laptop ខ្ញុំវា speed របស់វាតូចពេកណាអញ្ចឹងវារត់ជាមួយនឹង Photoshop មិនចង់ធូរអូខេអាហ្នឹងកន្លែង scale យើងអាចរើសជា100ទៅណាបាទនេះគឺ fit គឺពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរពីរូបភាពឬក៏ background យើងពីឆ្វេងទៅស្ដាំឬក៏ស្ដាំទៅឆ្វេងយើងចេញហើយខ្ញុំដាក់2ជាន់ទៅខ្ញុំសូមសាកធ្វើម្ដងទៀតសិនចូលទៅកាន់ edit យកពាក្យថា style replacement ខ្ញុំយកstyle ប្រភេទទៅដែរតែខ្ញុំយកពាក្យថា fit បាទនេះគឺបីមិញដោយសារតែខ្ញុំ enter ទៅវាជាន់គ្នា2ដងណាអញ្ចឹងយើងពេលដែលយើងចុច fit មកវាជាន់គ្នាអញ្ចឹងគ្នាយើងកុំតន់ enter ឲ្យកន្លែងពេលដែលយើងចុច scale នេះបែបតែប៉ុណ្្នឹងមកគឺបានអញ្ចឹង flip គឺពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរនៅទម្រង់ background ពពករបស់យើងពីឆ្វេងទៅស្ដាំហើយនិងពីស្ដាំមកឆ្វេងណាហើយកន្លែងនេះគឺយើងអាចធ្វើការបន្ថែមវាតិចទៅហើយលេងទៅដាក់ពលឺដាក់អីតិចទៅណាអូខេដាក់រៀង Q តិចចុះអានេះគឺពាក់ព័ន្ធ lighting mode គឺយើងដាក់វាជាប្រភេទជា screen ណាដាក់វាប្រភេទជាបែបនេះបាទនឹងតាមដែលយើងមើលទៅខ្ញុំដាក់វាជាប្រភេទជា screen ចុះអូខេ lighting adjustment គឺបាទយើងដាក់រៀង lighting វាន័យថាវាជាពលឺណាពលឺអាចដាក់វារៀងភ្លឺតិចទៅឬក៏យើងបន្ថយតិចមកក៏បានដែរ color adjustment គឺដូចគ្នាទេវាអត់មានអីតាណាឆ្ងាយទេអូខេនេះគឺពាក់ព័ន្ធជាមួយនឹងការដាក់ background ជាពពកណាទៅតាមទម្រង់ដែលយើងចង់បានហើយបាញ់មិញនេះខ្ញុំបានបញ្ចូលគ្នាជាពាក់ព័ន្ធនឹងការ import បាទរូបភាពណាមួយដាក់ចូលជាមួយនឹង background របស់យើងនឹងផ្ទាល់តែម្ដងណាអូខេខ្ញុំចុច OK មកអញ្ចឹងយើងនឹងបានប្រភេទទម្រង់ពពក background នឹងមួយមកឯងចានេះយើងអានេះខ្ញុំបិទចិត្តចានេះយើងយកវីដេអូនឹងវារូបភាពនឹងចេញមកពីច្រកណាចេញមកពីកែតំព័ន្ធអ៊ីនធឺណិតចុះបើសិនរូបភាពជាក់ស្ដែងយើងធ្វើបានដូចគ្នាណាខ្ញុំចូលទៅ edit យកពាក្យថា style replacement ខ្ញុំរើសទម្រង់ប្រភេទពពកមកតែថប់នឹងដែរយឺតមែនតើមកខ្ញុំគិតថារូបភាពប៉ុណ្នេះវា
ស្អាតហ្មងតែខ្ញុំអាចរើសប្រភេទពពកផ្សេងចុះខ្ញុំរើសប្រភេទពពកបែបនេះណាឬក៏ខ្ញុំចង់ដាក់ជា Intenu ណាវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូខ្ញុំនឹងធ្វើជាវីដេអូពាក់ព័ន្ធជាមួយនឹង Photoshop ដែរគឺការធ្វើ Intenu នេះណាតើយើងមិនចាំបាច់ចូលទៅកាន់style replacement ហើយយកមកស្រាប់ទេគឺយើងធ្វើដោយដៃផ្ទាល់តែម្ដងណាតែយើងចង់បានជាគំនូIntenu ប្រភេទចឹងក៏ស្អាតដែរណាអូខេឬក៏ចង់បានពពកបែបប្រភេទនេះក៏បានណាមើលទៅគឺស្អាតទៅតាមផ្នែកដែលយើងមើលឃើញណាគឺមេឃរោភ្លៀងខ្ញុំយកប៉ុណ្ណឹងមកហើយខ្ញុំបាច់បដូរឲ្យច្រើនទេមើលទៅប៉ុណ្ណឹងមកគឺខ្ញុំចុចអូខេនិងរូបភាពមួយទៀតដែលខ្ញុំចង់ធ្វើការកែគឺនៅទីនេះណាខ្ញុំចូលទៅកាន់ edit យកពាក្យថា style replacement រួចខ្ញុំធ្វើការជ្រើសរើស style ណាមួយដែលខ្ញុំចង់បានខ្ញុំជ្រើសរើស style ប្រភេទបែបនេះចុះអូខេចុចបិទវាចុចអូខេអូខេនេះគឺជាការផ្លាស់ប្ដូរនៅ background ពពកខាងក្រោយរូបភាពរបស់យើងឲ្យទៅជាពពកបែបលក្ខណៈផ្សេងដែលយើងមើលទៅគឺថាអាចទទួលយកបានណាហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគ្នាយើងអាចមើលលេងៗទៅណាបាទសង្ឃឹមថាគ្នាយើងនឹងពេញចិត្តជាមួយនឹងការដាក់នៅ background ពពកនៅខាងក្រោយតាមរយៈ edit ហើយនិង style replacement